នេះជាថ្ងៃទី2ឯដែលផ្លូវមាត់ទន្លេបើកដំណើរការសាកល្បងឲ្យដើរថ្មើរជើងហើយផ្លូវនេះគឺបើកចាប់ពីវងមូព្រះសង្ឃជួនណាតរហូតដល់ម្ដុំវត្តភ្នំគឺគេបិទដាក់ឲ្យដើរថ្មើរជើងអញ្ចឹងខ្ញុំឃើញបរិយាកាសថ្ងៃទី2នេះគឺមានមនុស្សមកច្រើនកកកមែនតើចាប់ពីម៉ោង5អីទៅគឺគាត់ទៅអង្គុយនៅមាត់ទន្លេនៅចាំដល់ពេលម៉ោង6ដែលគេចាប់ផ្ដើមបិទឡានបិទម៉ូតូអាហ្នឹងគាត់ចាប់ផ្ដើមអាចដើរកំសាន្តដើរហាត់ប្រាណដើរថតរូបលេងអញ្ចឹងទៅព្រោះដោយសារដំបងអញ្ចឹងគឺមានអ្នកដែលគាត់ចង់ទៅភ្លក់រសជាតិបែបរបៀបដើរលើផ្លូវដែលគាត់ធ្លាប់តែជិះម៉ូតូអញ្ចឹងណាហើយសម្រាប់ខ្ញុំគិតថាវាជាការល្អដែរអ្នកដែលគាត់ចូលចិត្តហាត់ប្រាណអ្នកដែលគាត់ចូលចិត្តដើរពេលល្ងាចមើលទេសភាពនៅមាត់ទន្លេអញ្ចឹងទៅហើយនៅមាត់ទន្លេឥឡូវហ្នឹងគឺខ្ញុំសង្កេតឃើញថាមានអ្នកដែលគាត់លក់របស់ញ៉ាំចិបចប់អីនៅតាមមាត់ទន្លេហ្នឹងច្រើនហើយក៏មានភ្ញៀវបរទេសមានភ្ញៀវខ្មែរអីគាត់មកញ៉ាំមកអីច្រើនដែរប៉ុន្តែអ្វីដែលខ្ញុំមើលទៅគឺអត់សូវពេញចិត្តគឺពាក់ព័ន្ធជាមួយនឹងមុខវាំងដែលខ្ញុំឃើញនៅសួនច្បារមុខវាំងនៅលើស្មៅហ្នឹងគឺមានអ្នកដែលគាត់យកអីទៅញ៉ាំទៅអង្គុយលើស្មៅលើអីចឹងណានិយាយទៅទោះបីយើងសម្អាតបានស្អាតយើងយកសម្រាប់អីចោលមែនប៉ុន្តែក៏វាមើលទៅបរិយាកាសហ្នឹងវាអត់សូវល្អដែរអញ្ចឹងបើសិនជាអាចយើងគ្រាន់តែទៅអង្គុយលេងទៅអីបានហើយគឺមិនយកអីទៅញ៉ាំទៅអង្គុយលើស្មៅលើអីហ្នឹងក៏បានដែរអាហ្នឹងជាអ្វីដែលខ្ញុំយល់ឃើញណាហើយមួយវិញទៀតសម្រាប់អ្នកដែលគាត់បានទៅដើរកម្សាន្តនៅមាត់ទន្លេអីខ្ញុំសនំពរថាយើងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាសម្រាប់ដែលយើងបានយកទៅយើងចូលរួមដាក់ចុះក្នុងធុងសំរាមទាំងអស់គ្នាយើងកុំចោលកុំអីចឹងណាដើម្បីជួយថែរក្សាផ្លូវដើរថ្មើរជើងរបស់យើងហ្នឹងឲ្យមានអនាម័យល្អអញ្ចឹងទៅដើម្បីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែរអរគុណបងប្អូនជំរាបលាបាយ